ជំរាបសួរលោកគ្រូក៏ដូចជាសួស្តីទាំងអស់គ្នាថ្ងៃនេះដែរគឺខ្ញុំមកធ្វើការបង្កើតជាមួយនឹង Network Security ឬក៏ការធ្វើ FTP server អញ្ចឹងជាដំបូងគឺខ្ញុំធ្វើការ sign in ជាមួយនឹង account AWS ដោយសារតែខ្ញុំមាន account ស្រាប់ហើយខ្ញុំនឹង sign in តាមរយៈusing root user email អញ្ចឹងខ្ញុំ click កន្លែង using នឹងមកចូលមកដល់កន្លែងនេះខ្ញុំinput email ចូលហើយយើងចុច next input password ចុច sign in អូខេអញ្ចឹងជាមួយនឹង MFA code ខ្ញុំយកនៅក្នុង Google Authenticator មកប្រើអញ្ចឹងមើលនៅក្នុងទូរស័ព្ទ098 ហើយចុច sign in អញ្ចឹងចូលមកដល់កន្លែងនេះខ្ញុំយក EC2 ហើយខ្ញុំកន្លែង United States នេះយក Ohio អញ្ចឹងរបស់ខ្ញុំយក Ohio ស្រាប់ហើយខ្ញុំទៅធ្វើការបង្កើតជាមួយនឹង security group អញ្ចឹងយើងមើលនៅកន្លែង network and security យើង click ទៅលើ security group អញ្ចឹងយើងធ្វើការ click នៅកន្លែង create security group ចូលមកដល់កន្លែងនេះខ្ញុំនឹងធ្វើការដាក់ឈ្មោះ own security group ហើយកន្លែងនេះខ្ញុំដាក់ for learning កន្លែងនេះយើងយក default មកអូខេជាមួយនឹង allow port ក៏យើងយក all ចឹងមកហើយបន្ទាប់មកយើងចុចកន្លែង create security group អញ្ចឹងយើងបាន create ហើយយើងចូលមកនៅកន្លែង instance យើងវិញអូខេអញ្ចឹងចូលមកដល់កន្លែង instance នេះយើងចុច line instance ហើយកន្លែងនេះខ្ញុំដាក់ឈ្មោះថា FTP server instance ខាងក្រោមនេះយក Ubuntu អញ្ចឹងកន្លែងនេះខ្ញុំដូរយក2024ហើយកន្លែងនេះខ្ញុំចុច create new key pair ដាក់ឈ្មោះថាFTP server ហើយខ្ញុំចុច create key pair អូខេអញ្ចឹងវាបានបង្កើតរួចហើយនៅក្នុង folder download ចូលមកក្រោមតិចកន្លែងនេះដែរយើងយក allow SSH នេះ create security ជាមួយនឹង select existing security group អញ្ចឹងកន្លែងនេះយើងយក select existing security group ហើយយើងជ្រើសយក security ដែលយើងបង្កើតមកហ្នឹងខ្ញុំបង្កើតឈ្មោះ own security group ហើយខ្ញុំ click លើហ្នឹងមកយើងខាងក្រោមនេះសម្រាប់ configure storage ខ្ញុំយក 20G អូខេអញ្ចឹងខ្ញុំចុច line instance ខ្ញុំចូលទៅ instance អូខេអញ្ចឹងFTP server ដែលខ្ញុំបានបង្កើតមុននេះវា running ចូលមកដល់កន្លែងនេះវិញខ្ញុំចុច
instant easy to ហ្នឹងប៉ុន្តែខ្ញុំចុច connect ហើយខ្ញុំទៅ copy public IPv4 address ខ្ញុំ copy ដាក់ក្នុង Telegram ហើយខ្ញុំទៅ copy ASA client ជាមួយនឹងrunning command ហើយផាសចូលក្នុង Telegram មួយទៀតទៅលើ SSH ហើយខ្ញុំនឹងទៅ copy FTP server របស់ខ្ញុំដាក់ក្នុង Telegram ដែរអញ្ចឹងខ្ញុំឥឡូវបង្កើត folder សម្រាប់ដាក់ TF server មួយដាក់ FTP underscore server អញ្ចឹងខ្ញុំទៅ copy ពី file download អូខេផាសចូលទីតាំងហ្នឹងអញ្ចឹងខ្ញុំបង្កើត folder មួយដើម្បីដាក់ FTP server FTP underscore server ហើយខ្ញុំធ្វើការលុបជាមួយនឹង file FTP server នឹងចោលហើយខ្ញុំទៅយកពីក្នុង Telegram វិញអញ្ចឹងខ្ញុំ save as desktop នៅលើ FTP server ហើយ save អញ្ចឹងខ្ញុំចូលទៅ desktop ហើយ FTP server អូខេអញ្ចឹងខ្ញុំ right click show more option យក git bash ខ្ញុំទៅ copy ជាមួយនឹង command នេះមកហើយយើង right click paste អញ្ចឹងទៅ copy ម្ដងទៀតយើង right click paste ហើយ enter យើងទៅ copy SSH មកហើយ paste ហើយចុច enter អញ្ចឹងយើងធ្វើការរងចាំវាបន្តិចអញ្ចឹងកន្លែងនេះconnection time out អញ្ចឹងយើងចូលទៅមើលនៅក្នុងsecurity របស់យើងវិញថាយើងបាន connect វានៅអញ្ចឹងយើងចូល security group owner security group ហើយយើង click នៅលើ security group ID ហ្នឹងមកហើយអញ្ចឹងកន្លែងនេះយើងចូល edit inbound rule យើង add rule មកហើយកន្លែងនេះយក all TCP ហើយកន្លែងនេះយក00នៅកន្លែងនេះខ្ញុំដាក់ description learn នេះហើយចុច save rule អញ្ចឹងយើងចូលទៅ connect ម្ដងទៀតអូខេអញ្ចឹងចូល connect SSH FTP server អូខេអញ្ចឹងកន្លែងនេះ connect បានហើយយើងយក yes អូខេយើង connect SSH បានហើយអញ្ចឹងបន្ទាប់ពីយើង connect SSH ហើយយើងសួរ who am I ជា user Ubuntu អញ្ចឹងខ្ញុំ sudo apt update ហើយ enter អញ្ចឹងបន្ទាប់ពី update ហើយយើងគេឲ្យ upgrade អញ្ចឹងខ្ញុំ sudo apt sudo
ចឹងយើងធ្វើការចាំវាតិចទៅអូខេអញ្ចឹងនេះយើងចុចយក yes បន្ទាប់ពីយើង update ហើយយើង clear screen មក Control L shortcut អញ្ចឹងចូលដល់ comment បន្តទៀតគឺបន្តទៀតអូខេអញ្ចឹងយើងចូលទៅដល់ចំណុចទី4គឺ sudo app install vfftpd អញ្ចឹងចូលទៅ git bash sudo app install vfftpd ហើយយើងចុច enter អញ្ចឹង install ហើយចូលដល់ comment ចូលដល់កន្លែងនេះយើងយក yes បាយមកអញ្ចឹងយើង clear screen ចេញសិនអញ្ចឹងវាយជាមួយនឹង sudo app install ម្ដងទៀតអូខេអញ្ចឹងវាប្រាប់យើងហើយថាយើងបាន install vfftpd នឹងហើយអញ្ចឹងចូលដល់ comment បន្តទៀតគឺ configure on vftf ហ្នឹងយើងអញ្ចឹងចូលដល់ comment បន្តទៀត cd/etc អញ្ចឹងចូល git bash cd/etc ls.ls grep vst ហើយចុច tab vft ហើយ tab.config ហើយ enter អូខេអញ្ចឹងចូលដល់ comment បន្ទាប់ទៀតគឺ comment backup file អញ្ចឹងខ្ញុំចូលវាយ comment sudo cp vfft config vft config ដាក់ .back ហើយយើងចុច enter អូខេអញ្ចឹងយើង grab វាមើលវិញយើងផុស comment ls ដល់ lx ហ្នឹងមកអូខេអញ្ចឹងយើងវាមានហើយ .backup ហ្នឹងចូលដល់បន្តទៀតអូខេអញ្ចឹងចូលដល់sudo nano vs ហ្នឹងមានថាការកែ file អញ្ចឹងខ្ញុំចូល sudo nano vfft enter អូខេអញ្ចឹងខ្ញុំចូលទៅកែនៅក្នុងអូខេចូល check មើល comment local enable write enable អញ្ចឹង local enable ហើយចូលដល់ write enable ម្ដងហើយនៅ ch root local
Okay នេះ CH root local user ហ្នឹង yes ថាប៉ុន្តែយើងត្រូវadd command line មួយទៀត allow right double yes after ch root local yes អញ្ចឹងខ្ញុំធ្វើការ add comment កន្លែង ch root local user ស្មើ yes ហ្នឹងខ្ញុំថែមជាមួយនឹង comment allow variable ch root ស្មើ yes អញ្ចឹងអូខេចុះបន្ទាត់ហើយយើង right click ផាសមកហើយយើង scroll ទៅក្រោម import ហើយយើងទៅផាសpassive right click ហើយ pass ហើយបន្ទាប់មកយើង save ចុច control x yes អញ្ចឹងយើង save ហើយខ្ញុំវាយ comment sudo system ctl control restart vt delete លុប service ចោលហើយ enter ហើយយើង check status វាលុបពាក្យ restart ចេញហើយពាក្យ status ហើយ enter អូខេអញ្ចឹងវា active ហើយពណ៌ខៀវវិញឥឡូវខ្ញុំចូលទៅ download ជាមួយនឹង FileZilla សិនដើម្បី install click download យក Oh cannot accept permission ខ្ញុំ down version 3.69 វិញ yes អូខេអញ្ចឹងកន្លែងនេះយក agree កន្លែងនេះ next ហើយ click icon desktop នោះមកហើយ next ហើយ finish អូខេយើងនឹងឃើញ file មកអូខេចុចអូខេចូលកន្លែង file យក site manager យក new site ហើយយកដាក់ ftp underscore server easy2 ហើយកន្លែងនេះយក ftp ash transfer protocol ហើយកន្លែងនេះuser របស់ខ្ញុំប្រើ ubuntu localhost sorry ច្រឡំ username យកមកដាក់ user ខ្ញុំទៅយកនៅក្នុង Telegram ខ្ញុំជាមួយនឹង IP address ដែលយើង save ពី network គ្រប់ security ហើយយើងចូលទៅ pass វាមកហើយយើងអូខេអញ្ចឹងខ្ញុំចូលមក update កន្លែងនេះតិចកន្លែងនេះយក key file ហើយយើង browse ទៅរក key file របស់យើងដាក់នៅក្នុង desktop ftp server ហើយកន្លែង file នេះដូរយក pem ហើយ click file ចូលហើយយើងចុច OK មកអញ្ចឹងយើងចូលមកកន្លែង site manager តារាហើយយើងសាក connect ចូលអញ្ចឹងយើងយក
away trust hay ok dương chẳng tiếc or dương nhung từ check đòn tiết nhung click đặt port dương nhung đặt port một pay bí connect rồi cho một đal cái này ní do file sign manager ok ní những banประกาศ how ấy trong nhung từ check ជាមួយនឹង server របស់ខ្ញុំសិនអូខេអញ្ចឹងសួរ who am I Ubuntu អញ្ចឹងកន្លែងនេះដាក់ Ubuntu ហើយខ្ញុំ access IP address ហើយ port ហើយខ្ញុំ connect ship manager អូខេខ្ញុំធ្វើការបង្កើតជាមួយនឹង view ដងមានម្ដងអត់ size browse location យក PEM ហើយអូខេចុចអូខេហើយចូល sign manager ចុច connect